សេវាសាធារណៈតាមប្រព័ន្ធអនឡាញជាសមិទ្ធផលថ្មីទំនើបប្រកបដោយគុណតម្លៃរបស់ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់សេវាសាធារណៈតាមប្រព័ន្ធអនឡាញនេះគឺជាផ្លែផ្កានៃការបដិញ្ញារបស់សមីក្រសួងភាគីពាក់ព័ន្ធហើយវាជាមោទនភាពសម្រាប់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាក្នុងការធ្វើជាសាក្សីនិងគាំទ្រដំណើរផ្លាស់ប្ដូរដ៏ធំធេងនេះសមិទ្ធផលដ៏ថ្លៃថ្លានេះគឺជាជំហានដ៏សំខាន់ឆ្ពោះទៅរកការធានាថាប្រជាជនកម្ពុជាគ្រប់ស្ថាប័ននៅក្នុងប្រទេសកម្ពុជាអាចទទួលបាននិងប្រើប្រាស់សេវាសុរិយោដីនិងសំណង់សំខាន់ៗបានយ៉ាងងាយស្រួលប្រកបដោយប្រសិទ្ធភាពនិងមានសុវត្ថិភាពជាងមុនប្រព័ន្ធដ៏ទំនើបនេះនឹងចូលរួមលើកកម្ពស់វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានិងសុខុមាលភាពហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជាតាមរយៈការជួយដោះស្រាយនៅបញ្ហាប្រឈមដែលសមាជិករបស់សមាគមជួបប្រទះជាពិសេសក្នុងការផ្ទៀងផ្ទាត់កម្មសិទ្ធិដីធ្លីឯកសារគតិយុត្តផ្សេងៗលើសពីនេះប្រព័ន្ធនេះនឹងសម្រួលដល់ការធ្វើប្រតិបត្តិការឥណទានប្រកបដោយទំនុកចិត្តនិងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរនិងសេដ្ឋកិច្ចកម្ពុជាទាំងមូលមិនតែប៉ុណ្ណោះសមិទ្ធផលនេះជាទំនើបកម្មថ្មីមួយរបស់ក្រសួងក្នុងដំណើរឆ្ពោះទៅកាន់បរិវត្តកម្ម Digital ដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី7ឆ្លៀតក្នុងឱកាសនេះខ្ញុំសូមរំលឹកអំពីជំនួបសម្ដែងការគួរសមរបស់សមាគមជាមួយនឹងឯកឧត្តមឧបនាយករដ្ឋមន្ត្រីសែសំអាលកាលពីឆ្នាំ2023ក្នុងពេលនោះសមាគមក៏បានបង្ហាញអំពីការលំបាកមួយចំនួនពាក់ព័ន្ធទៅនឹងការផ្ទៀងផ្ទាត់ព័ត៌មានកម្មសិទ្ធិដីធ្លីរបស់អតិថិជនដែលជាកម្មវត្ថុនៃទ្រព្យធានាបំណុលសមាគមក៏បានបង្ហាញផងដែរអំពីក្តីកង្វល់នៃហានិភ័យក្នុងការប្រើប្រាស់ប្លង់ទុនដើម្បីធានាទ្រព្យធានាបំណុលសមិទ្ធផលថ្ងៃនេះបង្ហាញថាការលំបាកនិងក្តីកង្វល់របស់សមាគមនិងប្រជាជនត្រូវបានយកចិត្តទុកដាក់ដោះស្រាយយ៉ាងមានប្រសិទ្ធភាពជាថ្មីម្ដងទៀតសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានាងខ្ញុំសូមថ្លែងអំណរគុណនិងសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងព្រមទាំងអបអរសាទរចំពោះក្រសួងរៀបចំដែនដីនគររូបនីយកម្មចំពោះសមិទ្ធផលដ៏ថ្លៃថ្លានិងការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅសេវាសាធារណៈអនឡាញសមាគមសង្ឃឹមយ៉ាងមុតមាំថាប្រព័ន្ធ Digital ទំនើបទាំងនេះនឹងក្លាយជាចំណែកមួយលើកស្ទួយវិស័យមីក្រូហិរញ្ញវត្ថុអតិថិជននិងប្រជាពលរដ្ឋកម្ពុជាឲ្យកាន់តែមានភាពងាយស្រួល